ខ្ញុំមីសុភីនេតិប្រវត្តិសាស្ត្រខ្មែរសូមជម្រាបសួរបងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់សាជាថ្មីពីអាទិត្យមុនបងប្អូនបានជ្រាបនៅប្រវត្តិព្រះបាទទៀនឈូឆាន់តាន់ដែលសីលាចារឹកសរសេរថាស្រតវរ្ម័នឬកៅឌិនវរ្ម័នក្នុងសម័យឥណ្ឌូបនីយកម្មលើកទី2សម័យនោះខ្មែរបានបង្កើតឲ្យមានសករាជថ្មីមួយឈ្មោះថាមហាសករាជសម្រាប់ប្រើជំនួសពុទ្ធសករាជស្របនឹងនេះតម្រាពងសាវតាខ្មែរនិងតម្រាមហាសង្ក្រាន្តខ្មែរក៏មានចែងថាមហាសករាជផ្ដើមឡើងក្នុងរាជ្យព្រះកេតុមាលារីឯសៀវភៅ Memo Universalis សរសេរថាត្រូវនឹងថ្ងៃ15មីនាគ្រិស្តសករាជ78ថ្ងៃនេះខ្ញុំបាទមានកិត្តិយសសូមជម្រាបបន្ថែមអំពីសករាជផ្សេងដែលមានប្រើក្នុងអាណាចក្រខ្មែរតាំងពីបុរាណកាលរៀងមកគឺ1ពុទ្ធសករាជ Era Buddhic ក្នុងទំនៀមពួកមេលិខៈនៅសេរីលង្កាគេរាប់កំណត់ដាច់ឆ្នាំនៅពេលព្រះអាទិត្យចូលកាន់មករារាសីតាមលំអានអ្នកខត្តយុគបុរាណទើបបានគេរាប់ថ្ងៃមួយកើតមករាជាដើមឆ្នាំខែពិសាខជាខែទី6និងថ្ងៃ15រោចខែកដិកជាចុងឆ្នាំព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វាននៅថ្ងៃអង្គារ15កើតខែពិសាខឆ្នាំអសាញ់បញ្ញស័កប្រមាណ544ឆ្នាំមុនគ្រិស្តសករាជពុទ្ធសាសនិកជនក៏រាប់យកថ្ងៃបន្ទាប់នោះជាថ្ងៃដើមឆ្នាំនៃពុទ្ធសករាជហៅថាបកសករាជគឺចំលើថ្ងៃពុទ្ធ1រោចខែពិសាខជាដើមឆ្នាំ5ខែ15ថ្ងៃក្រោយមកក៏ចូលដល់ឆ្នាំមមីប្រមាណជា543ឆ្នាំមុនគ្រិស្តសករាជទើបបានជាខ្មែរយើងគិតថាពុទ្ធសករាជមានកំណើត543ឆ្នាំមុនគ្រិស្តសករាជព្រោះមានរយៈ5ខែ15ថ្ងៃក្នុងឆ្នាំអសាញ់ផងរួមនឹង6ខែ15ថ្ងៃក្នុងឆ្នាំមមីផងសរុបបាន12ខែស្មើនឹង1ឆ្នាំនៃបកសករាជក្នុងនេះយើងឃើញថាបកសករាជរាប់យកថ្ងៃ1រោចខែពិសាខជាដើមឆ្នាំគ្រប់12ខែរាប់ថា1ឆ្នាំនៃពុទ្ធសករាជបែបបកសករាជដែលជាបែបព្រះធម្មទេសនាទេសអំពីពុទ្ធប្រវត្តិឬក៏ទេសអំពីពុទ្ធបញ្ញត្តិជាដើមចំពោះក្បួនហោរាសាស្ត្រនិងទំនៀមអ្នកស្រុកត្រូវរាប់ពុទ្ធសករាជតាមរបបអ្នកខត្តយុគបុរាណទៅវិញគឺយកថ្ងៃមួយកើតមករាជាដើមឆ្នាំគ្រប់12ខែរាប់ថា1ឆ្នាំនៃពុទ្ធសករាជបែបអ្នកខត្តយុគយ៉ាងនេះហើយទើបបានជាក្បួនអតាឡើងស័កសម្រាប់រៀបប្រកដីទិនខ្មែររាប់ពុទ្ធសករាជតាមបែបបកសករាជទៅវិញពីបុរាណកាលមកប្រកដីទិនខ្មែរប្រកដីទិនលាវប្រកដីទិនភូមាតែងតែប្រកាសលេខពុទ្ធសករាជក្នុងប្រកដីទិនដូចគ្នាចំណែកសៀមទើបតែកែប្រែយកតាមគំរូប្រកដីទិនសេរីលង្កាក្នុងសម័យក្រោយនេះឯកសារឡារុសសរសេរថា Era Buddhic jour de la pleine lune du mois de Pisa 6e mois de l'année 544 avant Jésus-Christ année de la mort de Bouddha 2. រោមសករាជ Era Romain នៅសម័យហ្វូណនក្រៅពីរាប់ពុទ្ធសករាជនិងមហាសករាជទំនងជាបុព្វបុរសខ្មែរមានប្រើសករាជរ៉ូម៉ាំងដោយអន្លើផងទើបបានជាក្បួនមហាសង្ក្រាន្តខ្មែរមានចែងរបបរ៉ូមសករាជរហូតដល់សព្វថ្ងៃដែលមានសេចក្តីជាអាចថារ៉ូមសករាជឬសករាជរ៉ូម៉ាំងមានកំណើតតាំងពី210ឆ្នាំមុនពុទ្ធសករាជត្រូវនឹង753ឆ្នាំមុនគ្រិស្តសករាជគឺផ្ដើមរាប់តាំងពីសម័យនៃកំណើតស្រុករ៉ូមមកឯកសារឡារុសសរសេរថាតាមរយៈហោរាបណ្ឌិតវ៉ារុងសតវត្សទី1មុនគ្រិស្តសករាជបានឲ្យយើងដឹងថាអេរ៉ូម៉ាំងផ្ដើមឡើងពី753ឆ្នាំមុនគ្រិស្តសករាជដែលជាកំណើតនៃទីក្រុងរ៉ូមគឺជាទីក្រុងនៃប្រទេសអ៊ីតាលីសព្វថ្ងៃ3. បុរាណសករាជក្រៅពីនេះក្នុងតម្រាមហាសង្ក្រាន្តខ្មែរដដែលមានចែងអំពីបុរាណសករាជមួយបែបទៀតថាបុរាណសករាជខ្មែរមានកំណើតតាំងពីឆ្នាំកុល11ឆ្នាំមុនពុទ្ធសករាជត្រូវនឹង554ឆ្នាំមុនគ្រិស្តសករាជបុព្វបុរសខ្មែរប្រើបុរាណសករាជនេះដើម្បីគុណគូថ្ងៃខែកែនរោគជាតិឈើផ្សេងដ៏ជាស្ដេចថ្នាំឬក៏ថ្នាំទឹកដែលនឹងដុះនៅលើលោកនេះក្នុងពេលណាជាដើមទំនៀមគួរឲ្យសោកស្ដាយនេះបាត់បង់គម្ពីរសាស្ត្រាដើមអស់ទៅហើយយើងនៅចាំត្រឹមតែជើងលេខកំណែនប៉ុណ្ណោះគឺពុទ្ធសករាជបូកនឹង90
ជាលេខអធិបតីពុទ្ធសករាជបូកនឹង11គឺជារបបនៃបុរាណសករាជឧទាហរណ៍ឆ្នាំនេះពុទ្ធសករាជ2553បូកនឹង90ស្មើនឹង2643គឺជាលេខកំណើនអធិបតីសម្រាប់បំបែកអត្តកែនរោគជាតិឈើផ្សេងដ៏ជាស្ដេចថ្នាំឬក៏ថ្នាំទឹកដែលនឹងដុះនៅទីណាវេលាណាជាដើមពុទ្ធសករាជ2553បូកនឹង11ស្មើនឹង2564គឺជារបបបុរាណសករាជជាផ្លូវការ4ចលសករាជលុះដល់សម័យចេនឡាខ្មែរបានបង្កើតសករាជមួយបែបទៀតហៅថាចលសករាជសម្រាប់កែនអត្តាឡើងស័ករៀបចំប្រកដីទិនសម្រាប់ប្រើក្នុងអាណាចក្រខ្មែរដោយខ្លួនឯងឈ្មោះថាប្រកដីទិនចន្ទសូរិយគតិខ្មែរឯកសារឡារុសសរសេរថា Calendrier Khmer cycle lunaire solaire ចលសករាជនេះខ្ញុំបាទនឹងជម្រាបជូនជាពិស្ដារនៅថ្ងៃក្រោយទៀត5គ្រិស្តសករាជ Ère chrétienne ពីបុរាណកាលនៅទ្វីបអឺរ៉ុបមានប្រើសករាជរ៉ូម៉ាំងជាអធិបតីរាប់គោចរចន្ទគតិជាគោលដើមឆ្នាំកំណត់នៅថ្ងៃ1មីនាព្រោះមានបុណ្យប៉ាក់ជាបុណ្យទី1ក្នុងទំនៀមគ្រិស្តសាសនាបុរាណខែធ្នូជាខែទី10នៃឆ្នាំខែកុម្ភៈគឺជាខែទី12ដាច់ឆ្នាំនៅចុងខែកុម្ភៈព្រះយេស៊ូវប្រសូតនៅថ្ងៃ25ធ្នូរោមសករាជ753 7ថ្ងៃក្រោយមកទើបដល់ថ្ងៃ1មករារោមសករាជ754រាប់តាមទំនៀមថ្មីមហាសង្ក្រាន្តខ្មែរចែងថាព្រះយេស៊ូវប្រសូតនៅឆ្នាំរោមពុទ្ធសករាជ543ត្រូវនឹងរោមសករាជ753គ្រិស្តបរិស័ទបង្កើតឲ្យមានគ្រិស្តសករាជក្រោយថ្ងៃបុណ្យណូអែល25ធ្នូចំលើថ្ងៃ1មករារោមសករាជ754ជាដើមឆ្នាំ1នៃគ្រិស្តសករាជរីឯរោមសករាជ753រាប់ថាឆ្នាំ0រោមសករាជ753ថ្ងៃ25ធ្នូរាប់ថាគ្រិស្តសករាជ0រោមសករាជ754ត្រូវនឹងឆ្នាំរោងពុទ្ធសករាជ543គឺជាគ្រិស្តសករាជ1ដោយរាប់ពីថ្ងៃ1មករាដល់ថ្ងៃ31ធ្នូរាប់ថាមួយឆ្នាំនៃគ្រិស្តសករាជបែបថ្មីសប្តាហ៍ថ្ងៃខ្មែរប្រើពុទ្ធសករាជនៅក្នុងពុទ្ធសាសនកិច្ចនិងប្រើគ្រិស្តសករាជជាផ្លូវការចំណែកក្បួនអត្តាលង្ស័កហោរាខ្មែរនៅតែរាប់សករាជទាំង5រហូតដល់សប្តាហ៍ថ្ងៃឧទាហរណ៍ឆ្នាំនេះពុទ្ធសករាជកន្លងទៅបាន2553ឆ្នាំបែបអក្សសករាជត្រូវនឹង2554ឆ្នាំបែបលក្ខត្តយោគគ្រិស្តសករាជ2010មហាសករាជ1931ចលសករាជ1372បុរាណសករាជ2564និង2643បែបកំណែនឆ្នាំទឹករោមសករាជ2763លក្ខប្រិយមិត្តអ្នកស្ដាប់ជាទីគោរពខ្ញុំបាទសូមអញ្ជើញបងប្អូនជ្រាបនៅទំព័រប្រវត្តិសាស្ត្រខ្មែរជាបន្តទៅទៀតកម្ពុជាសម័យហ្វូណនបងប្អូនបានជ្រាបស្រាប់នៅរាជទី7រជ្ជកាលព្រះបាទទៀនឈូឆាន់តាន់ឬស្រតវរ្ម័នវគ្គនៃឥណ្ឌូបនីយកម្មលើកទី2ចូលដល់រាជទី8គឺជារជ្ជកាលព្រះបាទស្រិទ្ធវរ្ម័នអក្ខរាវិរុទ្ធផ្សេងស្រិទ្ធវរ្ម័នឬស្រិទ្ធវរ្ម័នព្រះបាទស្រិទ្ធវរ្ម័នបុត្រព្រះបាទស្រតវរ្ម័នឡើងសោយរាជបន្តពីព្រះបិតាឆ្នាំ434 435និង438ទ្រង់ចងសម្ព័ន្ធមេត្រីនឹងស្រុកចិនស្ដេចបញ្ជូនរាជទូតឲ្យទៅគាល់ព្រះចៅវិនស្ដេចក្រុងចិនថ្វាយសេចក្តីថាព្រះមហាក្សត្រនគរហ្វូណនប្រកែកមិនគាំទ្រព្រះចៅក្រុងចម្ប៉ាបុរីក្នុងការធ្វើសញ្ជ័យលើទឹកដីតុងកឹងជាដាច់ខាតកាលនោះទឹកដីតុងកឹងនៅជាអាណាខេត្តរបស់ចិន9រជ្ជកាលព្រះបាទកៅឌិនវរ្ម័នគ្រិស្តសករាជ480ដល់514ត្រង់នេះសូមបងប្អូនជ្រាបថាព្រះបាទកៅឌិនមានច្រើនអង្គ
1. ព្រះបាទកៅឌិននិងព្រះនាងសោមាក្សត្រដើមវងនៃសម័យហ្វូណន 2. ព្រះបាទកៅឌិនឬស្រតវរ្ម័នវគ្គដើមនៃឥណ្ឌូពាណិជ្ជកម្មលើកទី 2 និង 3. ព្រះបាទកៅឌិនវរ្ម័នគ្រិស្តសករាជ480ក្នុងសម័យឥណ្ឌូពាណិជ្ជកម្មចុងក្រោយនេះឯកសារមានសរសេរថាក្នុងចំណោមមហាក្សត្រស្នងរាជដ៏ខ្លាំងក្លារបស់កៅឌិនគឺព្រះបាទកៅឌិនវរ្ម័នគ្រិស្តសករាជ480ដែលស្ដេចនៅរក្សាចំណងសម្ព័ន្ធមេត្រីជាមួយចិនបន្តពីរាជមុនមករាជនោះមានឈ្មួញមួយក្រុមចេញទៅដោះដូរនៅខេត្តកួនតាំងគឺក្រុមឈ្មួញនេះហើយដែលបាននិមន្តព្រះសង្ឃហិណ្ឌូមួយអង្គមកពីចម្ពោះទ្វីបព្រះនាមព្រះនាគកសិនកាលត្រឡប់មកពីកួនតាំងវិញស្រាប់តែលិចទូកនៅក្បែរនគរលីនយីកាលនោះគ្រិស្តសករាជ484ព្រះបាទជ័យវរ្ម័នបានបវរណាព្រះតេជគុណនាគកសិននិមន្តទៅកល់សុំជំនួយកងទ័ពពីព្រះចៅចិនមានទាំងដង្វាយ6មុខនិងចុតម៉ាយមួយច្បាប់ទៅជាមួយផងព្រះចៅវិញបានថ្វាយព្រះរាជទ្រព្យមកព្រះមហាក្សត្រខ្មែរវិញនៅក្រណាត់សូត្រពណ៌ក្រហមនិងពណ៌ស្វាយរចនាដោយផ្កាពណ៌លឿងពណ៌ខៀវនិងពណ៌បៃតងចាស់តែពុំមានជំនួយកងទ័ពទេកាលត្រឡប់មកវិញស្រាប់តែជួបពួកចាមក្នុងសម័យកាលអ្នកដណ្ដើមរាជបានដណ្ដើមយកទ្រព្យទាំងអស់ពីព្រះតេជគុណនាគកសិនយកទាំងដង្វាយព្រះចៅចិនទៅជាមួយផងព្រះមហាក្សត្រខ្មែរថ្វាយហេតុការទៅព្រះចៅក្រុងចិនថាព្រះរាជទ្រព្យដែលបាត់បង់នោះនៅជាកម្មសិទ្ធិរបស់ព្រះចៅចិននៅឡើយក្សត្រក្រុងចម្ប៉ាមានបំណងទាសកម្មកំណាចពុំព្រមតបព្រះស្នងសងមកវិញបើព្រះចៅជាអម្ចាស់សពព្រះハរតីនឹងចង់តែងតាំងក្សត្រវង្សថ្មីឲ្យឈររក្សាក្រុងចម្ប៉ាបុរីយើងព្រមទទួលតាមព្រះសណ្ដាប់អំណះតមកក្សត្រនៃនគរភ្នំក៏ទទួលព្រះបរមងារថ្លៃថ្លាថាស្ដេចអ្នកគ្រប់គ្រងតំបន់តក្សិណរៀបរយសីលាចារឹកព្រះឥនកោសីរយៈ4សតវត្សក្រោយនោះមានសរសេរថាព្រះនោខាព្រះបាទរបស់ព្រះអង្គភ្លឺរន្ទាលត្បិតទ្រង់ត្រដោះនឹងចុងមកុដពេជ្រនៃក្សត្ររណបទាំងឡាយដែលមកបង្គំគាល់ព្រៀបបានពីលាទិដ្ឋព្រៀបបានដួងច័ន្ទល្អឥត3ដែលកំពុងក្តោបផ្កាឈូកអរិភូតពូជពងសត្រូវក្នុងរាជវង្សសោមវង្សនិងកៅឌិនជាភាជនៃគុណធម៌ទាំងពួងសពសាយនៅមលុបបារមីបីដូចព្រះស្វេតឆ័ត្រនិងក្នុងក្រុងអនិន្ទតពរៈភ្លឺដាល់ច្រវ៉ាត់ត្បិតស្នាព្រះហស្ថដ៏មានឫទ្ធិសាងនៅក្តីកោតសរសើរដល់រាជមង្គលបីដូចព្រះទិនកដ៏ជាសិទ្ធិនៃពពួកទេពអក្សរនៃពពួកព្រាហ្មណ៍ព្រឹទ្ធនិងពួកកេណោទ្រង់តែងទទួលនៅការគោរពខ្លោបខ្លាចពីពពួកមហាក្សត្រដ៏ខ្លាំងក្លាដែលព្រះសេរសាចែងចាំងដោយលំអងធូលីក្រហមនៃព្រះបាទលក្ខអត្ថបទសីលាចារឹកនេះដកស្រង់ចេញពីឯកសារធនករៈបណ្ឌិតតាំងអាស្រមសៀវភៅខ្មែរ De Finong Nathan ទំព័រ74ពិតមែនតែសីលាចារឹកថ្លាថ្លែងពីព្រះកិត្តិស័ព្ទយ៉ាងនេះក្តីតែព្រះបាទកៅឌិនវរ្ម័នពុំមែនជាស្ដេចយកធ្វើសញ្ជ័យទេគឺព្រះអង្គចំណាយព្រះកាយពលស្ដារបង្ខាស់ទឹកនៅតាមតំបន់ភក់រៀបចំទីកន្លែងសម្រាប់រស់នៅទើបបានជាសីលាចារឹកនៅប្រាសាទ5ល្វែងកម្ពុជាក្រោមមានចែងថាមានព្រះបុត្រាមួយអង្គព្រះនាមគុណវរ្ម័នសោយរាជនៅបូរីភោជកបទមានន័យថាតំបន់ភក់គឺទឹកដីកម្ពុជាក្រោមសប្តាហ៍ថ្ងៃនេះអំណះតមកមានព្រះសង្ឃខ្មែរ2អង្គដ៏ជាអ្នកប្រាជ្ញផ្នែកភាសាសំស្ក្រឹតបាននិមន្តទៅគង់នៅស្រុកចិនដើម្បីបកប្រែគម្ពីរព្រះត្រៃបិដកជាបុព្វហេតុនៃចំណងវប្បធម៌ទាំង3គឺវប្បធម៌ឥណ្ឌាវប្បធម៌ចិននិងវប្បធម៌ឥណ្ឌូចិននៅសម័យឥណ្ឌូពាណិជ្ជកម្មលើកទី2បងប្អូនរួមចិត្តនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពខ្ញុំបាទសូមបញ្ចប់វគ្គប្រវត្តិសាស្ត្រតែត្រឹមនេះសិននិងសន្យាសូមបន្តនៅថ្ងៃក្រោយទៀតសូមអរគុណពីខ្ញុំមីសុភីវិទ្យុខ្មែរពិភពលោកទីក្រុងលីយ៉ុងប្រទេសបារាំង